Videoដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានបង្ហាញថាលោកស៊ីបានស្វាគមន៍លោកពូទីនកាលពីថ្ងៃពុធទៅកាន់រដ្ឋធានីរបស់ប្រទេសចិនដោយចាប់ដៃជាមួយមេដឹកនាំរុស្ស៊ីនៅខាងក្រៅសាលប្រជុំមុនកិច្ចពិភាក្សារបស់ពួកគេមុនពេលចូលទៅក្នុងសាលប្រជុំលោកពូទីននិងលោកស៊ីបានដើរលើកម្រាលព្រំក្រហមដើម្បីជាការស្វាគមន៍មេដឹកនាំរុស្ស៊ីហើយឈរនៅមុខក្រុមយោធាដែលកំពុងលេងភ្លេងជាតិសារព័ត៌មានអាចារ្យសេរ៉ាលោកស្រីកាត្រីណាបានរាយការណ៍ពីទីក្រុងប៉េកាំងបាននិយាយថាដំណើរទស្សនកិច្ចរបស់លោកពូទីននិងដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនាពេលថ្មីៗនេះគឺមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងខណៈដែលមេដឹកនាំរុស្ស៊ីកំពុងប្រារព្ធខួប25ឆ្នាំនៃចំណងមិត្តភាពចិនរុស្ស៊ីហើយលោកពូទីនបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចំនួន25ដងមកហើយមកដល់ពេលនេះលោកស្រីកាទីណាបាននិយាយបន្តទៀតថាដំណើរទស្សនកិច្ចនេះគឺពិតជាមានភាពស៊ីជម្រៅនៅការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការដែលមានស្រាប់យើងរំពឹងថាភាគីទាំងពីរនឹងធ្វើបច្ចុប្បន្នភាពគ្នាទៅវិញទៅមកអំពីស្ថានភាពនៅមជ្ឈមបូព៌ាក៏ដូចជាអ៊ុយក្រែនគ្មានការសង្ស័យទេលោកស៊ីជីនពីងក៏នឹងនិយាយជាមួយពូទីននៅអ្វីដែលបានពិភាក្សាជាមួយលោកដូណាល់ត្រាំកាលពីសប្តាហ៍មុនលោកពូទីនកំពុងត្រូវបានអមដំណើរដោយគណៈប្រតិភូដ៏ធំនៃពាណិជ្ជកររុស្ស៊ីនិងមេដឹកនាំរដ្ឋាភិបាលនៃវិមានក្រំឡាំងបានប្រកាសថាមេដឹកនាំទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន40ផ្សេងៗគ្នាដែលគ្របដណ្ដប់លើអ្វីៗគ្រប់យ៉ាងចាប់ពីសេដ្ឋកិច្ចនិងទេសចរណ៍រហូតដល់ការអប់រំប៉ុន្តែជាក់ស្ដែងទៅសម្រាប់លោកពូទីនប្រធានបទដ៏សំខាន់នៃកិច្ចពិភាក្សាមួយនេះលោកស៊ីជីនពីងគឺផ្ដោតទៅលើសន្តិសុខនិងធម៌ពលសូមអរគុណសម្រាប់ការតាមដាន VCA Info សូមជួយចុចប៊ូតុង Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានព័ត៌មានអាប់ដេតថ្មីៗជាប្រចាំថ្ងៃ